ទីបំផុតក្រុមហ៊ុន Sony បានបញ្ចេញនៅទូរស័ព្ទដៃ smartphone model ចុងក្រោយរបស់ខ្លួនហើយគឺ Sony Xperia 1 Mark 7 ជាការទន្ទឹងរង់ចាំរបស់បងប្អូនទាំងអស់គ្នាក៏ដូចជា fan Sony ខ្ញុំនិយាយបានថាជា fan ផ្កាប់មុខតែម្ដងណាហើយខ្ញុំអត់ដែលមានបទពិសោធន៍ប្រើទូរស័ព្ទ Sony ទេប៉ុន្តែខ្ញុំកំពុងតែនឹងរកចង់ប្រើនៅ brand name មួយនឹងដែរដោយសារតែកន្លឹះដែលខ្ញុំស្រឡាញ់ចូលចិត្តលើ Sony គឺទៅលើប្រព័ន្ធកាមេរ៉ាហ្នឹងផងដែរហើយនៅក្នុងថ្ងៃនេះថ្ងៃទី13ខែឧសភាឆ្នាំ2025 Sony បានបញ្ចេញនៅ smartphone model ចុងក្រោយរបស់ខ្លួនហើយបើនិយាយពី processor វិញគឺកប់តែម្ដងគឺប្រើនៅ CPU Snapdragon 8 Elite 3 nanometer អញ្ចឹងគឺថាខ្លាំងមែនតើហើយអ្វីដែលសំខាន់មួយទៀតនោះគឺប្រើនៅ Sony Xperia Intelligent AI Intelligent អញ្ចឹងក្រុមហ៊ុន Sony គឺបានចូលចូលបាក់ពួក AI នឹងគេដែរហើយនៅក្នុងនោះគឺមាននៅ sensor AI ក៏ដូចជា audio AI ហើយនឹង display AI អញ្ចឹងណាហើយនៅក្នុងនោះប៉ុណ្ណាគឺខ្ញុំកំណត់សម្គាល់ឃើញថាមាន3ទី1គឺ Xperia X Alpha អញ្ចឹងបានន័យថាការ combine ឬក៏ការរួមបញ្ចូលគ្នារវាងទូរស័ព្ទដៃ Sony Xperia បូកជាមួយនឹងកាមេរ៉ា Alpha របស់ Sony អញ្ចឹងគឺប្រើប្រាស់នៅ lens ថ្មីដែល lens នោះគឺ lens ultra wide 16mm នោះគឺមាន sensor របស់វាគឺ 1.56 អ៊ីងអញ្ចឹង sensor wide angle ហ្នឹងគឺខ្លាំងមែនតើគឺ wide ហើយនឹងការចាប់ focus ក៏ដូចជាចាប់ឲ្យពន្លឺឲ្យអីគឺល្អហើយ lens ទី2នោះគឺ lens wide អញ្ចឹង lens 24mm នោះគឺប្រើនៅ1.35 អ៊ីងអញ្ចឹងខ្ញុំពិតជាចូលចិត្តមែនតើហើយខ្ញុំចាំមើលសិនចង់អ៊ុតតម្លៃមើលថាតើមកដល់ស្រុកខ្មែរគឺតម្លៃប៉ុណ្ណាដែរទេពីព្រោះអីដាក់លក់នៅក្រៅប្រទេសរហូតដល់គឺ1399អញ្ចឹងមកដល់ស្រុកខ្មែរទៀតប្រហែលជាថ្លៃហើយ Sony គឺលេងមួយឈុតនេះហើយមួយទៀតគឺ Sony Xperia X Walkman អញ្ចឹងប្រព័ន្ធសំឡេង audio អ្នកណាដែលធ្លាប់ប្រើ Sony ជំនាន់ចាស់ Walkman ណាកម្មវិធីចាក់តន្ត្រីរបស់ Walkman គឺក្លុកចាក់តន្ត្រីហើយនឹងប្រព័ន្ធសំឡេងឯហ្នឹងគឺល្អមែនតើបងប្អូនគឺខ្ញុំស្រឡាញ់ខ្ញុំ fan Sony តាំងពីដើមមកហ្មងជាមួយនឹងឧបករណ៍ sound ហ្នឹងគឺដូចថាពិបាកនិយាយពិបាកនឹងពណ៌អារម្មណ៍ហ្នឹងបើសិនណាអ្នកធ្លាប់ប្រើឧបករណ៍ Sony គឺដឹងតែពេញចិត្តហើយមួយទៀតគឺចំពោះ display គឺ Xperia X Bravia ហ្នឹងគឺជាទូរទស្សន៍ដៃគឺជាទូរទស្សន៍របស់ក្រុមហ៊ុន Sony ដែលមានបច្ចេកទេសក្នុងការនៅ pixel អីហ្នឹងគឺកញ្ចក់បង្ហាញហ្នឹង OLED display ហ្នឹងគឺស្អាតឲ្យពណ៌ច្បាស់រាប់លាន color ណាបើខ្ញុំមិនសូវជាដឹងដែរទេបងប្អូនប៉ុន្តែខ្ញុំពេញចិត្តមែនតើហើយមួយទៀតគឺការប្រើនៅប្រព័ន្ធ system ថ្មីហើយចំពោះរូបរាងរចនាគឺมันខុសពី Sony មុនទេវាស្តៀងគ្នាទៅនឹង Sony Xperia 1 Mark 6ប៉ុន្តែអ្វីដែលសំខាន់គឺចូលទៅដល់យុគសម័យនៃបច្ចុប្បន្នបច្ចេកវិទ្យា AI អញ្ចឹងក្រុមហ៊ុនទាំងអស់គឺចាប់ផ្ដើមសម្រុកទៅលើ AI ហើយខ្ញុំជឿថាគ្នាយើងមួយចំនួនជាពិសេសអ្នកស្រឡាញ់ brand name Sony គឺពិតជាពេញចិត្តនៅ brand មួយហ្នឹងមែនតើហើយខ្ញុំក៏នឹងតន្ទឹងរង់ចាំមើលថាតើវាតម្លៃពេលមកដល់ស្រុកខ្មែរគឺតម្លៃប៉ុណ្ណាហើយយើងអាចទទួលយកបានអត់ហើយមានក្រុមហ៊ុននាំចូលអត់ចឹងណាព្រោះឥឡូវសប្តាហ៍ថ្ងៃ Sony Xperia 1 Mark 6គឺនៅតម្លៃប្រហែលជា 8-900 ឯដែរមកទឹកស្រុកគេនាំចូលមកលក់